ខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាកំពុងតែស្វែងរកផ្ទះវិឡាតូចមួយដែលមានតម្លៃល្អសម្រាប់ក្រុមគ្រួសាររបស់លោកអ្នកឥឡូវខ្ញុំនឹងណែនាំផ្ទះវិឡាតូចមួយនៅលើផ្លូវ60ម៉ែត្រតម្លៃត្រឹមតែ20ម៉ឺនជាងឯងបងប្អូនបើយើងនិយាយថាវិឡាតូចប្រហែលជាយើងគិតថាតម្លៃសិតតែ1លានឬក៏1លានជាងឯងប៉ុន្តែវិឡាតូចនេះដីសល់សងខាងសល់ដីចំហៀងផ្ទះអាចធ្វើសួនក៏បានកន្លែងអង្គុយលេងជាមួយកូនចៅក៏បានតម្លៃក្រោម30ម៉ឺន20ម៉ឺនជាងចង់ដឹង20ម៉ឺនមើលវីដេអូនេះដល់ចប់កន្លែងនេះបរិវេណញ៉ាំអាហារជាមួយនឹងទីធ្លាសល់នៅចំហៀងផ្ទះហើយកន្លែងនេះគឺជាចង្ក្រានបាយស្ងួតដែលយើងអាចធ្វើជាកន្លែងកឡុកផ្លែឈើឬក៏កន្លែងធ្វើភេសជ្ជៈអីញ៉ាំធម្មតាបានយើងដើរចូលមកខាងនេះយើងមានបន្ទប់ទឹកមួយធំស្អាតហើយយើងដើរចេញមកខាងក្រៅនេះតែពិតនេះអត់មែនជាទីធ្លាខាងក្រៅផ្ទះទេនៅខាងក្នុងផ្ទះរបស់យើងគឺយើងមានផ្លូវដើរចេញទៅខាងក្រៅហើយខាងនេះយើងមានចង្ក្រានបាយសើមចង្ក្រានបាយសើមរបស់យើងគឺសម្រាប់ការធ្វើម្ហូបដែលមានក្លិនធ្ងន់ធ្ងរហើយនេះគឺជាផ្លូវដើរទៅខាងមុខផ្ទះរបស់យើងវិញតោះយើងទៅមើលជាន់ខាងលើរបស់យើងបងប្អូននេះគឺជាបន្ទប់មេគ្រួសារបន្ទប់នេះធំហើយមានកន្លែងដាក់សម្ភារៈបងសម្រាប់បងស្រីបន្ទប់កៅអៅទូសម្អាងនៅខាងនេះអស់ហើយបែរមកខាងនេះយើងមានកន្លែងអង្គុយអានសៀវភៅយើងមានវេរ៉ង់ដាធំចំណែកឯបន្ទប់ទឹកខ្ញុំជឿជាក់ថាបងស្រីពិតជាស្រឡាញ់ជាមិនខានណាបងប្អូនយើងមានបាសថាប់មួយយើងមានបង្អួចមួយសម្រាប់មើលទេសភាពខាងក្រៅហើយកន្លែងងូតទឹកនេះគឺស្រឡះខ្លាំងមែនតើពន្លឺចូលមកគ្រប់គ្រាន់ចូលតាមបង្អួចយើងមានពន្លឺតាមពូលពីដានហើយកន្លែងងូតទឹកគឺស្រឡះមែនតើបងប្អូនអាចងូតទឹកពីអ្នកប្តីប្រពន្ធក៏អត់ជាដែរបន្ទប់ទាំងអស់ស្ថិតនៅខាងលើប៉ុន្តែបើសិនជាយើងមានម៉ាក់ប៉ាចាស់ដែលគាត់មិនអាចឡើងទៅលើបានយើងមានបន្ទប់ខាងក្រោមនេះមួយសម្រាប់ពួកគាត់ឬក៏បើសិនជាបងប្អូនអត់មានឪពុកម្ដាយចាស់អីទេបងអាចឲ្យបន្ទប់នេះទៅអ្នកដែលគាត់មើលថែផ្ទះស្នាក់នៅបានគាត់នៅស្នាក់នៅជាន់ខាងក្រោមនឹងតែម្ដងបងប្អូនឃើញទេសំណង់សង់លឿនមែនទែនហើយបុរីខុតយ៉ានេះស្ថិតនៅលើផ្លូវ60ម៉ែត្រតែម្ដងហើយបើសិនជាបងប្អូនជិះនៅលើផ្លូវ60ម៉ែត្រហ្នឹងបងប្អូននឹងឃើញហើយផ្ទះបុរីខុតយ៉ានេះគឺខុសដាច់ប្លែកពីគេហ្មងគឺមានសភាពប្លែក modern ពណ៌សស្អាតលឿនហើយសម្បូរទៅដោយកញ្ចក់នេះហើយគឺជាផ្ទះដែលបងប្អូនកំពុងតែស្វែងរកអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ចង់មកទស្សនាហើយចង់ដឹងថាវិឡាតូលមួយនេះតម្លៃ20ម៉ឺនបងប្អូនតាក់ទងមកខ្ញុំឥឡូវនេះខ្ញុំនឹងផ្ដល់ព័ត៌មានជូនបងបន្ថែម